មានរឿងគួរឲ្យចាប់អារម្មណ៍មួយដែលកសិករចិនបានប្រើប្រាស់ឧបករណ៍បាញ់ពពកដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតតោះមកដឹងទាំងអស់គ្នាថាតើវាដំណើរការយ៉ាងដូចម្តេចហើយមានផលប៉ះពាល់អ្វីខ្លះនៅក្នុងពេលដែលសកលលោកកំពុងប្រឈមមុខនឹងបញ្ហាអាកាសធាតុផ្លាស់ប្ដូរបានរកឃើញវិធីច្នៃប្រឌិតមួយដើម្បីប្រយុទ្ធប្រឆាំងនឹងភាពរាំងស្ងួតដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដាំដុះដំណាំកសិកម្មនានាវិធីនេះគឺជាការបំលែងឧបករណ៍បាញ់ខ្លោងឲ្យคล้ายទៅជាឧបករណ៍បញ្ចូលសារជាតិនៅក្នុងពពកដើម្បីផលិតទឹកភ្លៀងខុសរដូវនិងជួយស្ដារឡើងវិញនៅធនធានទឹកក្នុងតំបន់ជួបគ្រោះរាំងស្ងួតអាក្រក់ជាងគេនេះគឺជាដំណោះស្រាយដ៏អស្ចារ្យនិងមានតម្លៃសមរម្យដែលបានផ្លាស់ប្ដូរវិធីសាស្ត្រប្រពៃណីក្នុងការគ្រប់គ្រងអាកាសធាតុនិងផ្ដល់ជម្រើសថ្មីដល់សហគមន៍កសិករការបញ្ចូលសារជាតិទៅក្នុងពពកគឺជាបច្ចេកវិទ្យាដែលប្រើប្រាស់សារធាតុម្យ៉ាងដើម្បីជំរុញឲ្យពពកផលិតទឹកភ្លៀងកសិករចិនបានយកឧបករណ៍បាញ់ផ្លោងមកបំលែងឲ្យคล้ายជាឧបករណ៍បាញ់សារធាតុនេះទៅលើមេឃជំហាននេះត្រូវបានគេហៅថាដំណោះស្រាយដ៏មានភាពច្នៃប្រឌិតព្រោះវាប្រើបច្ចេកវិទ្យាដែលមានស្រាប់ដើម្បីបំពេញតម្រូវការថ្មីឧបករណ៍ទាំងនេះត្រូវបានគេរៀបចំបាញ់សារធាតុពណ៌ប្រាក់ដែលនឹងជួយផ្ដល់ជាចំណុចចាប់ផ្ដើមសម្រាប់ទឹកភ្លៀងធ្លាក់ពីលើមេឃដែលមានលក្ខខណ្ឌអាកាសធាតុសមស្របវិធីសាស្ត្រនេះគឺមានការចំណាយទាបជាងបើប្រៀបធៀបនឹងការប្រើយន្តហោះដែលតម្រូវឲ្យមានការចំណាយខ្ពស់សម្រាប់ផ្ទុកសារធាតុបញ្ចូលទៅក្នុងពពកលើសពីនេះវាអាចដំណើរការដោយក្រុមកសិករផ្ទាល់មិនចាំបាច់ត្រូវមានអ្នកជំនាញបច្ចេកទេសខ្ពស់នោះទេនេះក៏ជាការកាត់បន្ថយការពឹងផ្អែកលើរដ្ឋាភិបាលផងដែរនេះក៏ជាការបង្ហាញពីសមត្ថភាពរបស់សហគមន៍កសិករក្នុងការដោះស្រាយបញ្ហាផ្ទាល់ខ្លួនតាមតម្រូវការចាំបាច់វិធីសាស្ត្រនេះបានបង្ហាញពីសក្តានុពលដែលយើងអាចប្រឆាំងនឹងធម្មជាតិនិងគ្រោះរាំងស្ងួតព្រមទាំងជួយកសិករឲ្យមានក្តីសង្ឃឹមឡើងវិញប្រសិនបើរដ្ឋាភិបាលយើងអាចជំរុញអ្នកជំនាញឲ្យធ្វើការស្រាវជ្រាវបន្ថែមដើម្បីឲ្យបច្ចេកវិទ្យានេះកាន់តែប្រសើរឡើងសំណួរសួរថាតើកម្ពុជាគួរតែទិញឧបករណ៍នេះយកមកប្រើប្រាស់ឬក៏សុំជំនួយពីប្រទេសចិនសូមបងប្អូនខមមិននៅក្នុងវីដេអូដូចខាងក្រោម